ចំរៀបសួស្តីជំរាបព្រលឹកម៉ោងថ្មីបងប្អូនអើយនេះមកគោដោះឡើងបាទនេះស្នាមបែកចាស់ដោះមកឡើងលុបអស់ថ្មីនេះក៏ចាប់ដើមដោះមកវិញដែរដោះលុបអស់នេះក៏ស្នាមបែកដែរប៉ុន្តែចាប់ដើមដោះពកឡើងមកវិញដូចគីងគក់អញ្ចឹងមកគោហើយនេះមកគោនេះគេមកគោនេះមកគោសត្វមានគោគេណានេះមកគោ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 មូលអីមូលនេះមកគោនេះមកគោសាច់ដូចគ្នា3គ្រាប់នេះគឺអត់មានគោទេ3គ្រាប់នេះមានគោទេយកនេះមកដាក់ជាមួយនេះក៏អត់ដូចគ្នាដែរមួយពណ៌ក្រហមដិតមួយពណ៌ក្រហមដូចទឹកក្រូចនេះពណ៌ក្រហមលាយនេះលាយសតែនេះពណ៌ទឹកក្រូចដាច់ថ្មទាំងអស់នេះមាន2 4 6 8 10 12 32 គ្រាប់តែ2គ្រាប់នេះពិសេសជាងគេនេះគឺសត្វប្រភេទថ្មគុជទាំងអស់ប្រភេទថ្មគុជទាំងអស់មិនមែនជាប្រភេទថ្មធម្មតាដែលបងមួយគាត់និយាយថាថ្មនៅស្រុកគាត់សម្បូរនៅតាមទន្លេតាមអីមកតាមទន្លេខ្ញុំសន្និដ្ឋានថាវាស្តៀងគ្នាមែនបងប៉ុន្តែប្រភេទថ្មនេះគឺជាប្រភេទថ្មគុជបើថ្មមួយទៀតចាំមើលខ្ញុំយកមកប្រៀបធៀបអានឹងថ្មទន្លេនេះបងអានេះជាប្រភេទថ្មដែលបងថាថ្មសាច់ទន្លេនេះសាច់វាមើលទៅប្រហាក់ប្រហែលនឹងពពួកនេះដែរណាមើលទៅប្រហាក់ប្រហែលគ្នាដែរប៉ុន្តែប្រភេទថ្មគុជវាផ្សេងវាអត់ដូចថ្មនេះទេថ្មនេះសាច់វាលងហើយវាពណ៌វាអត់ដូចគេទេនេះឃើញនេះជាប្រភេទថ្មទន្លេហើយនឹងយកមកប្រាប់បងឲ្យច្បាស់បែងចែកថ្មទាំងម៉េចប្រភេទថាថ្មគុជថ្មឬក៏យើងនិយមហៅថាគុជអាស័យឬក៏គុជថ្មវាផ្សេងគ្នាហើយសួរថាខ្ញុំជំរាបប្រាប់បងថាថ្មប្រភេទនេះយកទៅកែច្នៃបានប៉ុន្តែឲ្យល្អដូចពួកនេះគេយកទៅស្រោបពាក់អញ្ចឹងទៅមកហើយទម្ងន់នឹងការប៉ះកាន់ក៏ខុសគ្នាដែរបងពួកនេះគេនិយាយទៅថាដូចជាមានបលឹងបលះជាងបងពួកនេះអត់ទេអត់កើតទេសំបីតែថ្មប្រភេទនេះបងប្រភេទក្រហមឆ្អិនឆ្អៅនេះក៏ពួកខ្ញុំអត់ហៅថ្មគុជមិនមែនជាប្រភេទគុជដែរបងណាវាមិនមែនជាប្រភេទគុជទេនេះគាត់ជាប្រភេទថ្មដែលមានពណ៌ពីធម្មជាតិមកទេតែសួរថាយកទៅប្រើការកើតអត់យកទៅធ្វើជាបតោងយកទៅធ្វើជាត្បូងចៀនយកទៅធ្វើអីកើតអត់កើតធ្វើកើតដូចគ្នាបងកើតប៉ុន្តែកើតលងអ្នកកណ្ដាលអញ្ចឹងបាក់កែច្នៃពេលយើងយកទៅកែច្នៃថាថ្មីឡើងដូចប្រភេទចេះអីក៏មើលទៅប្រហែលនឹងពួកនេះដែរប៉ុន្តែមកពីបងឯងអត់ច្បាស់ខ្លួនឯងទេយ៉ាងម៉េចប្រភេទថាគុជថ្មឬក៏គុជអាស័យឬក៏គុជអីផ្សេងវាមានសន្តានចាវាមានសន្តានក្របឲ្យសាច់គេស្អាតរលោងសាច់គេភ្លឺហើយវាមានអានេះមានអញ្ចឹងមានស្ទប់សាច់នេះហើយវាមានដូចជាប្រព័ន្ធការពារខ្ញុំថាអញ្ចឹងវាមានអានេះទៅវាបកនេះអញ្ចឹងវាសក់ដោយខ្លួនឯងនេះបកមក
វាចេញពណ៌មកស្អាតក៏ប៉ុន្តែពីដើមមកវាមានអាតម្រង់ការពារធម្មជាតិវាចានេះដូចមកក្របនេះវាចាប់ដើមចេញក្រហមណាបងបកហ្នឹងជាប្រភេទថ្មគុជឯអ្នកខ្លះដុសម្រះចឹងទៅហើយបើប្រៀបធៀបតម្លៃថ្មនេះគេទិញគេគិតគីឡូបងគិតគីឡូឧទាហរណ៍ថា1គីឡូបងឯងធ្លាប់លក់បាន3-4រៀលអីហ្នឹងតាមសាច់ថ្មទេបងប្អូនចេះតែបងប្អូនចេះគឺគិតក្របបងហើយបងថានៅស្រុកខ្ញុំដំបងឯងមិនរើសលក់បងឯងមិនយកមកលក់ពោះភេទខ្ញុំដើរមើលថ្មនេះអត់ដែលនៅតាមទន្លេឬក៏តាមអូរតាមស្ទឹងទេថ្មនេះភាគច្រើននៅតាមព្រៃដុកហើយនឹងគុម្ពឫស្សីអញ្ចឹងបានបងប្អូនចាស់បុរាណយើងគាត់ឲ្យឈ្មោះថាគុជអាស័យហើយបងឯងទៅ search មើលនៅក្នុង YouTube ទៅនឹងឃើញហើយចឹងអរគុណច្រើនបងប្អូន